ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូថ្មីមួយទៀតដែលខ្ញុំបានបង្ហាញជូនពុកម៉ែបងប្អូនឬក៏ពំនាំនៅវីដេអូនេះជូនពុកម៉ែបងប្អូនទាំងអស់គ្នាជាអ្នកសិក្សារៀនសូត្រស្វែងយល់ពីចំណេះដឹងថ្មីទាក់ទងពីអត្ថប្រយោជន៍នៃរុក្ខឱសថដែលខ្ញុំបានបង្ហាញនៅថ្ងៃអង្គារ12កើតខែស្រាបពុកម៉ែបងប្អូនណាហ្នឹងហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងចូលចិត្តហើយនឹងយកនៅចំណេះដឹងថ្មីដែលខ្ញុំបានបង្ហាញនេះយកទៅប្រើជាប្រយោជន៍ប្រចាំថ្ងៃរបស់ពុកម៉ែបងប្អូនដើម្បីឲ្យសុខភាពរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាកាន់តែប្រសើរឡើងពុកម៉ែបងប្អូនណាហ្នឹងហើយជៀសវាងពីការទទួលទាននៅសូរ៉ាទទួលទាននៅគ្រឿងផ្អែមទទួលទាននៅគ្រឿងកំប៉ុងទទួលទាននៅគ្រឿងផ្អាប់ទទួលទាននៅគ្រឿងសមុទ្រដែលជាហេតុនាំឲ្យពុកម៉ែបងប្អូនមានបញ្ហាតាក់ទងជំងឺលើសឈាមលើសជាតិស្ករលើសខ្លាញ់លើសអាស៊ីតខូចតម្រងនោមឬក៏អាចពិការក្នុងអវយវៈណាមួយពុកម៉ែបងប្អូនណាហ្នឹងហើយបើសិនតែពុកម៉ែបងប្អូនអាចតមបានគឺពុកម៉ែគួរតែតមនៅអាហារណាដែលมันគួរហូបពុកម៉ែបងប្អូនណាហ្នឹងហើយមានបងប្អូនខ្លះក៏បានទៅជាមួយនៅវីដេអូរបស់ខ្ញុំដែលខ្ញុំបានបង្ហាញជាមួយនឹងរុក្ខឱសថនេះក៏សូមអ្នកដែលទៅហ្នឹងមិនបាច់ចូល comment មិនបាច់ចូល like ហើយសូមឲ្យពុកម៉ែបងប្អូនទាំងគ្នាដែលទៅហ្នឹងអូសរំលងនៅវីដេអូខ្ញុំចោះបើសិនតែគិតថាវីដេអូនេះគ្មានតម្លៃពុកម៉ែបងប្អូនណាហ្នឹងហើយតកតងនឹងរុក្ខជាតិនេះគឺមានឈ្មោះថាជីស្លឹកក្រាស់ឬក៏ជីស្លឹកត្រចៀកជ្រូកពុកម៉ែបងប្អូនណាជីស្លឹកក្រាស់ឬក៏ជីស្លឹកត្រចៀកជ្រូកនេះទី1គេយកទៅធ្វើម្ហូបទី2គេយកមកធ្វើជាឱសថសម្រាប់ព្យាបាលរោគភាពជាធិនៅក្នុងខ្លួនឲ្យប្រសើរឡើងពុកម៉ែបងប្អូនណាហ្នឹងហើយជីស្លឹកក្រាស់នេះទី1ជួយសម្រួលប្រព័ន្ធផ្លូវដង្ហើមនិងបំបត្តិការក្អកទី2ជំនួយដល់ប្រព័ន្ធរំលាយអាហារទី3ប្រឆាំងការរលាកនិងជំងឺសន្លាក់ទី4ថែរក្សាសុខភាពតម្រងនោមនិងរក្សាស្បែកឲ្យស្អាតពុកម៉ែបងប្អូនណាហ្នឹងហើយគឺដោយសារបើយើងយកទៅព្យាបាលតម្រងនោមគឺទី1ជួយលាងសម្អាតតម្រងនោមដែលមានជាតិកកឬក៏ជាតិកខ្វក់នៅក្នុងហ្នឹងឲ្យមានលក្ខណៈសម្បត្តិជាតម្រងនោមដែលច្រោះបានស្អាតដែលជួយជំរុញការបញ្ចេញទឹកនោមនិងបញ្ចេញជាតិពុលអាក្រក់ចេញពីរាងកាយហើយទី2ហ្នឹងរក្សាស្បែកហ្នឹងគឺការបោកយកស្លឹកមកបិទឬក៏លាបនៅលើស្បែកដែលមានបញ្ហារបួសស្នាមឬក៏សត្វល្អិតតិចឬខំពុកម៉ែបងប្អូនណាហ្នឹងហើយតកតងជាមួយនឹងប្រឆាំងជំងឺរលាកសន្លាក់ហ្នឹងទី1គឺគេយកសារធាតុនេះទៅគេយកជីនេះទៅស្ងោរហូបក៏បានដែរឬក៏ពុកម៉ែបងប្អូនហូបជាបន្លែក៏បានពុកម៉ែបងប្អូនយើងប្រើចំនួនពី5ទៅ10សន្លឹកទៅយើងដាក់ដាំទឹកហូបពុកម៉ែបងប្អូនណាហ្នឹងហើយសម្រាប់ចោកចូលក្នុងពោះក៏ដូចគ្នាហើយរលាកបំពង់កនោះយើងបុកពូតយកទឹកក៏បានឬក៏យើងមិនចង់បុកពូតយកទឹកយើងអាចស្ងោរជាមួយនឹងទឹកហូបក៏បានដែរពុកម៉ែបងប្អូនណាហ្នឹងហើយរាល់វីដេអូរបស់ខ្ញុំដែលខ្ញុំបានបង្ហាញសុទ្ធតែមានអត្ថប្រយោជន៍សម្រាប់សុខភាពទាំងអស់ពុកម៉ែបងប្អូនណាហ្នឹងអរគុណពុកម៉ែ